បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះងល់កំលែងថ្ងៃនេះខ្ញុំមកធ្វើការងារ lab ទាក់ទងនឹង Docker image ដែលមានចំនួនទាំងអស់មាន5ទី1ទាក់ទងនឹងការ install Nginx ទី2 Ubuntu Apache MySQL ហើយនិង Redis អញ្ចឹងខ្ញុំសូមបិទជាដំបូងខ្ញុំធ្វើការ check មើលនៅ Docker version របស់ខ្ញុំនេះគឺជា Docker version របស់ខ្ញុំតដល់ mode ឲ្យ Docker ដែលយើងមិនចាំបាច់វាយនៅ command ខាងដើមគឺ sudo user mode .ag user និងឈ្មោះ user នេះគឺជា user របស់ខ្ញុំអញ្ចឹងដោយសារតែខ្ញុំបានដាក់ user mode ឲ្យទៅកាន់ Docker ហើយសំទោសកន្លែងនេះគឺ Docker ដោយសារតែខ្ញុំបានផ្ដល់នៅ user mode ឲ្យ Docker ហើយអញ្ចឹងការងារបន្តខ្ញុំធ្វើការតឡើងនៅ Nginx ដែលដំបូងខ្ញុំធ្វើការសូននៅ Docker image បាទនេះគឺជា Docker របស់ខ្ញុំគឺខ្ញុំអត់ទាន់បាន install អ្វីទេគឺថ្មីបន្តមកទៀតខ្ញុំធ្វើការដំឡើងខ្ញុំធ្វើការ pull នៅ Nginx Docker pull Nginx ចុចពី .latex ដើម្បីទទួលបាននៅlatex version ចុងក្រោយនេះគឺជា Docker layer ដែលបាន install មកខ្ញុំកន្លែងខ្លះខ្ញុំធ្វើការ push video ដើម្បីកុំឲ្យយូរបាទបន្ទាប់ពីខ្ញុំធ្វើការ pull នៅDocker layer ឲ្យអស់ហើយខ្ញុំធ្វើការrun ឬមួយក៏យើងអាចថាបានទៅបង្កើត container នៅក្នុង Docker ខ្ញុំប្រើប្រាស់នៅ command docker run .d ដើម្បីកុំឲ្យវា run នៅលើ screen របស់យើងតមកខ្ញុំដាក់ឈ្មោះname បន្តមកខ្ញុំដាក់ឈ្មោះ container របស់ខ្ញុំគឺNginx 1តមក .p គឺ port 80 port 80នេះគឺ port របស់ដែលយើងបង្កើតDocker អា port 80នេះគឺជារបស់ port Nginx 80Nginx latex នេះយើងបង្កើតបានហើយ container របស់ខ្ញុំបន្តមកទៀតខ្ញុំធ្វើការសូននៅ Docker image នេះគឺជា container របស់ខ្ញុំ Nginx
letter បន្តមកទៀតខ្ញុំធ្វើការ stop នៅservice របស់ Nginx ហ្នឹង docker stop នៅ service container ខ្ញុំសុំត Nginx 1 បាទនេះខ្ញុំធ្វើការ stop តមកទៀតខ្ញុំវាយ command start Nginx 1 start ខ្ញុំសេខបាទនេះគឺខ្ញុំ start បន្តមកទៀតខ្ញុំធ្វើការ execute ដើម្បីចូលទៅកាន់ container ហ្នឹងខ្ញុំវាយ command docker exec it Nginx ឈ្មោះ Nginx របស់ខ្ញុំបន្តមកទៀតខ្ញុំប្រើនៅ command base បាទនេះខ្ញុំធ្វើការចូលមកកាន់ container របស់ខ្ញុំដែលជា web service របស់ Nginx តមកទៀតខ្ញុំធ្វើការ exit ចាញ់ដើម្បីខ្ញុំទៅបង្កើតនៅ container មួយទៀតទាក់ទងនឹង Ubuntu ម្ដងខ្ញុំធ្វើការវាយនៅ command ដូចគ្នាគឺ docker pool Ubuntu ចុច2 24 ចុច 04 វាធ្វើការ pull នៅ layer បាទអញ្ចឹងខ្ញុំធ្វើការ pull នៅ layer របស់ Ubuntu ហើយខ្ញុំធ្វើការ show docker image បាទនេះគឺជា image Ubuntu អញ្ចឹងខ្ញុំធ្វើការបង្កើតនៅ container docker run dit ឈ្មោះname បន្តមកខ្ញុំដាក់ឈ្មោះcontainer របស់ខ្ញុំឈ្មោះ Ubuntu 1 Ubuntu ចុច 4 ចុច 2024.04 បាទនេះគឺខ្ញុំបានបង្កើតនៅ container បានរួចរាល់បន្ទាប់មកខ្ញុំធ្វើការ stop start នៅ service របស់ container ហ្នឹង docker stop Ubuntu 1នេះបានតមកទៀតខ្ញុំធ្វើការ start បាទតមកទៀតខ្ញុំធ្វើការ execute ដូចគ្នាដើម្បីចូលទៅកាន់ container របស់ខ្ញុំដែលជា Ubuntu បាទនេះគឺខ្ញុំចូលមកបាន
nhưng mà tầm bây nhom tàu bạc cát nó container mùi tiết cứ chia ở web service để chia Apache để mình chua tha Apache nhom pull đôi kia Docker pull httpd letter តបពីខ្ញុំបាន pull ហើយខ្ញុំធ្វើការបង្កើតនៅ container docker run .d name apache អានេះឈ្មោះ container របស់ខ្ញុំតមក port នេះខ្ញុំបង្កើត port 8 81 ចុច 80 letter បាទគឺខ្ញុំបានបង្កើតនៅ container របស់ខ្ញុំបានរួចរាល់ហើយដែលជា server Apache តមកទៀតខ្ញុំធ្វើការ stop ខ្ញុំធ្វើការ start ខ្ញុំធ្វើការ execute ដូចគ្នាបាទខ្ញុំនេះខ្ញុំ execute ចូលមកកាន់ container របស់ខ្ញុំហើយដែលជា Apache តមកទៀតខ្ញុំធ្វើការ exit បន្តមកទៀតខ្ញុំធ្វើការ check នៅ container របស់ខ្ញុំប្រើនៅ command docker ps grep apache បាទនេះគឺជា container របស់ខ្ញុំដែលជា web server ដែលជារបស់ Apache មួយអញ្ចឹងបន្តមកទៀតខ្ញុំបង្កើតនៅ container មួយទៀតខ្ញុំធ្វើការ pull នៅ container មួយទៀតដែលជា MySQL docker pull MySQL អញ្ចឹងខ្ញុំធ្វើការ download នៅ Docker layer នេះបានហើយខ្ញុំកំពុងតែ download អញ្ចឹងខ្ញុំធ្វើការ push នៅវីដេអូកុំឲ្យបាទចាប់បន្តិចតិចទៀតវានឹង install ហើយ
បាទនេះខ្ញុំធ្វើការ pull នៅ MySQL បានជោគជ័យអញ្ចឹងយើងធ្វើការ check នៅ image docker image បាទនេះគឺជា image MySQL របស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការបង្កើតនៅ container ខ្ញុំវាយនៅ command docker run .d name MySQL .e នេះមានន័យថា environment variable ដែលយើង set នៅក្នុងដែលយើង set ដែលវា set ស្រាប់នៅ setting នៅក្នុង container សម្រាប់ MySQL ដែលយើងប្រើប្រាស់នៅ default របស់មានទាំង user ហើយនិង password ដែល user ហ្នឹងដែលពីច្រើនយើងប្រើប្រាស់នៅ root MySQL root password ស្មើអញ្ចឹងកន្លែងនេះខ្ញុំដាក់ password pass 1 2 3តមកទៀត port គឺ3306 3306តមកទៀតខ្ញុំដាក់ឈ្មោះរបស់ Docker របស់ខ្ញុំ MySQL 2.0.8.0ខ្ញុំសេ Docker ខុសអញ្ចឹងខ្ញុំ run អញ្ចឹងនេះគឺ container របស់ខ្ញុំគឺបាន run ដោយជោគជ័យតមកទៀតខ្ញុំធ្វើការ stop start ដល់ switch ដូចគ្នា Docker stop MySQL 1សំតោខ្ញុំដាក់ឈ្មោះ MySQL តមកទៀតខ្ញុំធ្វើការ start នៅ MySQL របស់ខ្ញុំតមកទៀតខ្ញុំធ្វើការ execute នៅ container របស់ខ្ញុំ Docker MySQL ទៅមកកន្លែងនេះខ្ញុំដាក់ជា page MySQL តមក user root .p អញ្ចឹង password
បាទការងារបន្តទៀតខ្ញុំធ្វើការបង្កើតនៅ Docker ដែលខ្ញុំប្រើប្រាស់មួយនឹង MySQL Docker pool MySQL 1.0បាទដោយសារតែខ្ញុំបាន pull វាឲ្យម្ដងអញ្ចឹងខ្ញុំធ្វើការបង្កើតនៅ container របស់ខ្ញុំខ្ញុំសូមនៅ Docker PS អញ្ចឹងខ្ញុំធ្វើការបង្កើតនៅ container របស់ខ្ញុំ Docker run .d name MySQL 1 container របស់ខ្ញុំគឺឈ្មោះ MySQL 1ទៅមក.e environment variable root password ស្មើ pass 1 2 3ទៅមកទៀត port .p port របស់ MySQL គឺ3306ស្ថិតនៅក្នុងDocker របស់ខ្ញុំដែលមានឈ្មោះថា MySQL 0.2.8.0ចឹងខ្ញុំ run ចឹងនេះខ្ញុំបានបង្កើតនៅ container បានរួចរាល់ចឹងខ្ញុំធ្វើការ execute មុននឹង execute ខ្ញុំធ្វើការ run នៅ command stop and start សិនដែលជា requirement របស់លំហាត់របស់លោកគ្រូចឹងហើយខ្ញុំធ្វើការ start តមកទៀតខ្ញុំធ្វើការ execute .u មានន័យថា user root .p ចឹងខ្ញុំវាយ password pass 1 2 3ចឹងខ្ញុំធ្វើការចូលនៅ database នេះដោយសារតែខ្ញុំអត់ទាន់បានបង្កើតទេចឹងខ្ញុំធ្វើការ exit ចេញមកវិញដងទៀតអញ្ញខ្ញុំខុសនេះគឺជា database
មាន information schema MySQL performance schema អញ្ចឹងខ្ញុំធ្វើការ exit ដោយសារខ្ញុំបង្កើតបានជោគជ័យតមកទៀតខ្ញុំធ្វើការបង្កើតនៅ Reddit ដែលជាលំហាត់ចុងក្រោយខ្ញុំប្រើនៅ Docker pool ដដែល Redis Red Hat ខ្ញុំធ្វើការ pull នៅ Docker layer មកចឹងរួចរាល់ខ្ញុំធ្វើការបង្កើតនៅ container មួយឈ្មោះ container របស់ខ្ញុំគឺ Redis 1 port 12 port 6379ឈ្មោះ Docker របស់ខ្ញុំ Ready Red Hat បាទខ្ញុំបង្កើតបានរួចរាល់អញ្ចឹងខ្ញុំធ្វើការប្រើប្រាស់នៅ command stop and start ដូចគ្នាទីហើយខ្ញុំធ្វើការ execute ready របស់ខ្ញុំដែលជា container ដែលខ្ញុំបានបង្កើតមកបាទនេះគឺខ្ញុំបានបង្កើតគឺខ្ញុំបាន execute ចូលមកកាន់ ready របស់ខ្ញុំអញ្ចឹងការងាររបស់ខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូអរគុណ